សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំរវល់ការងារបន្តិចរវល់ការងារអីគេរវល់ធ្វើត្រង់មាន់អឺតន្តមិនតាន់បានធ្វើត្រង់មាន់ដាក់រួចផងមាន់ទៅស្រុកវិញអស់លីងមាន់ឈឺបងប្អូនអើយមាន់ឈឺអស់លីងហើយនេះក៏ធ្វើត្រង់ទៅត្រង់វិសល់ចាស់ហើយយើងកែច្នៃវាទៅដើម្បីសន្សំសំចៃមកបាក់ចំណាយហ្នឹងហើយចំណាយច្រើនពេកយើងចំណាយតិចតួចបានត្រង់មាន់ថ្មីវិញហ្នឹងហើយដោយសារតែខ្ញុំមកអីក៏ចេះដែរបងប្អូនចេះមិនថាត្រង់មាន់ត្រង់ទាអីទេត្រង់គោអីទេចេះនោះចេះប៉ុន្តែលទ្ធផលគឺអត់បានលុយអាលេងគាត់តែមកចេះហ្នឹងបងប្អូនថ្ងៃធ្វើមិនទេកម្រិតបបធរយើងទិញទួចយើងធ្វើតាមនឹងទៅអ្វីដែលយើងចេះអ្វីដែលយើងចាំចេះតែធ្វើទៅបងប្អូននេះការធ្វើហ្នឹងគឺមិនបាច់ចាំមានការដែលរៀនបានពងពោះបានចេះធ្វើទេបងប្អូនត្រង់មាន់ហ្នឹងគាត់តែមើលគេក៏ចេះដែរហ្នឹងហើយតែត្រង់មាន់ត្រង់ទាចិត្តតែកែច្នៃបិទបាំងវាឲ្យតែចិត្តទៅបងប្អូនហ្នឹងហើយមានប្រដាប់ប្រដាអីក៏យកមកធ្វើទៅនេះជួសជុលអាត្រង់ចាស់ខ្លាយជាត្រង់ថ្មីបានដែរបងប្អូនប៉ុន្តែចំណាយពេលយូរបន្តិចដោយសារតែយើងចំណាយគិតតែធ្វើអ្វីដាក់អ្វីឲ្យវាចិត្តអញ្ចឹងណាហ្នឹងហើយបន្ទាប់មកខ្ញុំក៏យកអានេះញុកចូលទៅក្នុងសាកមើលបងប្អូននេះគឺគាត់ថាសាកទៅទេបងប្អូនហ្នឹងហើយដល់វាធ្លុះពីក្រោមធ្លុះពីលើធ្លុះពីចំហៀងម្ល៉េះហើយយើងត្រូវការធ្វើការជួសជុលវាបានស្អាតទៅកុំឲ្យវាធ្លាក់មាន់ទៅក្រោមនេះខ្ញុំដាក់នេះដាក់អាសណាញ់ហ្នឹងទៅក្រោមសាកមើលថាល្មមនៅក៏ពិតនៅក្រោមវាធ្លុះអស់ហើយបងប្អូនហ្នឹងហើយតើតែយើងយកអានៀបមកជួសឲ្យវារឹងអញ្ចឹងតិនបើមិនរឹងទេវាធ្លុះទៅក្រោមអស់ហើយបងប្អូននេះខ្ញុំធ្វើការជួសជុលវាបដើមួយថ្ងៃតិចឆ្លៀតពេលធ្វើហ្នឹងបងប្អូនហ្នឹងហើយមិនតែយើងធ្វើហើយខ្ញុំក៏ថតវីដេអូតិចទៅបងប្អូនដើម្បីឲ្យបានវីដេអូជាជាងយើងធ្វើហើយមានតែកម្មភាពហើយកម្មភាពអីក៏យើងធ្វើផុសវីដេអូថតវីដេអូដាក់កាមេរ៉ាចោលទៅព្រោះកម្មភាពទាំងឡាយនេះអាចរកចំណូលឲ្យយើងទៅថ្ងៃមុខបានទៅមិនបានសម្រេចទៅលើខ្លួនឯងហ្នឹងហើយបើមិនជាយើងឆ្លៀតផុសឆ្លៀតថតវីដេអូដើម្បីឲ្យបានមានសកម្មភាពអីផ្សេងជំនាញអីផ្សេងទៅថតចឹងឯងបងប្អូនទុកជាអនុស្សាវរីយ៍ផងទុកមើលឲ្យបងប្អូនមើលផងដើម្បីឲ្យបងប្អូនចេះកែច្នៃរបស់ចាស់ទៅជារបស់ដែលមានប្រយោជន៍ខ្លះកុំឲ្យទុកចោលវាបងប្អូននេះខ្ញុំក្លាប់ឡើងក្លាប់ចុះនោះធ្លុះអស់ហើយបងប្អូនក៏តែមើលទៅបើសិនជាយើងជួសជុលហ្នឹងហើយប្រៀបបានជារបស់ថ្មីមកវិញបានបងប្អូននេះដូចជាម៉ូតូកង់អីបើសិនជាបងប្អូនគាត់ចេះកែច្នៃហ្នឹងហើយកង់ចាស់កែច្នៃនេះនៅនោះអាចជិះបានអញ្ចឹងណាហ្នឹងហើយនេះរបស់ប្រើប្រាស់ត្រង់មាន់ចាស់ខ្ញុំនៅរបស់វាមមដែកនៅមមអីចឹងវាជ្រះតែគៀនទូជុំវិលម្ល៉េះយើងចេះកែច្នៃអញ្ចឹងទៅយើងអាចយកមកប្រើប្រាស់បានយ៉ាងយូរណាស់ក៏មួយឆ្នាំ2ឆ្នាំត្រមទៅវាខូចវិញអញ្ចឹងណាបងប្អូនហ្នឹងហើយការធ្វើរបស់ខ្ញុំវាមិនសូវស្អាតដូចដើមទេបងប្អូនប៉ុន្តែគាត់ថាឲ្យយើងយកទៅដាក់យកទៅប្រើប្រាស់អីចឹងគឺបានបងប្អូនគឺមន់អត់ចេញវិញទេហ្នឹងហើយបើតាមខ្ញុំមើលបើតាមខ្ញុំស្មានបងប្អូនហ្នឹងហើយដោយសារតែត្រង់មន់ត្រង់ទានេះវាគេធ្វើពីដែកបងប្អូនដល់ពេលខ្ញុំយកជួសជុលខ្ញុំយកជឿមកដាក់វិញបងប្អូនហ្នឹងហើយយើងយកជឿតណាញ់មកជួសជុលវាទៅក៏អាចបិទបាំងមាន់កូនមាន់អីបានមកគ្រារួចមកគ្រាដែរបងប្អូនយើងអត់ចំណាយលុយច្រើនស្គាល់ក៏បិកប៉ុកប្រដាប់ប្រដាចាស់ហ្នឹងខ្ញុំក៏យកមកជួសជុលលេចកើតជាមួយលួសទៅចងមួយលួសចងមួយខ្សែអីទៅលេចកើតទៅបងប្អូនមើលទៅទំនងដែរដូចជារបស់ថ្មីដែរបងប្អូនធ្វើជាតិរួចហើយធ្វើចឹងកន្លះខែធ្វើតាំងពីមាន់នៅច្រើនរហូតដល់មាន់ងាប់អស់ហើយបងប្អូនអើយមាន់ខែនេះឈឺណាបងប្អូនសូមប្រុងប្រយ័ត្នសុវត្ថិភាពមាន់សុវត្ថិភាពយើងមនុស្សទាំងអស់គ្នាហ្នឹងហើយឬល្បីនៅស្រុកគេថាជំងឺអ្វីដែលឆ្លងមកពីសត្វច្រើនណាបងប្អូនហ្នឹងហើយម្ល៉េះហើយខែនេះវាធ្លាក់ភ្លៀងទៅក៏មានការឈឺស្កាត់សត្វផ្សេងអីចឹងទៅហ្នឹងហើយសត្វខ្ញុំហ្នឹងក៏ទ្រាំបានដាក់ត្រង់ហ្នឹងងាប់អស់ហើយបងប្អូនអើយហ្នឹងហើយវាងាប់អស់ដោយសារតែជំងឺអីមួយយ៉ាងបងប្អូនហ្នឹងហើយបើសិនជាយើងធ្វើត្រង់ធ្វើអីទៅវាមានការកម្អយត្រូវទឹកភ្លៀងទៅអីទៅខែនេះវាភ្លៀងហ៎បងប្អូន
នឹងហើយវាដើរហាភ្លៀងអីទៅវាអាចមានបញ្ហាខាងសុខភាពអីចឹងណា